ដំបូងកណ្ដាលនេះខ្ញុំមិនដឹងធ្វើពីណាទៅណាទេប៉ុន្តែបើគាត់មើលទៅសម័យកាលនេះជាសម័យកាល AI អញ្ចឹងយើងត្រូវទៅរក AI ដើម្បីជាមួយការក្នុងការផ្លាស់ប្ដូររូបភាពឲ្យមើលឃើញស្រស់ស្អាតខ្ញុំពិតជាសប្បាយចិត្តមែនតើដែលប្លង់ធ្វើរួចរាល់ហើយចំពោះប្លង់ដែលចេញជាគំរូបែបនេះមិនមែនយើងធ្វើតែឯងបានទេគឺមានការចូលរួមជួយពីលោកគ្រូអ្នកគ្រូជាច្រើនអ្នកហើយដើម្បីទទួលបានប្លង់ដ៏ស្រស់ស្អាតបែបនេះគឺពួកខ្ញុំនឹងបានចុះទៅទីតាំងផ្ទាល់ឬក៏បិទបរិញ្ញានៅក្នុងសាលាហ្នឹងឯងសិតចុះទៅទីតាំងផ្ទាល់ហើយក៏នាំគ្នាថតរូបផ្នែកនីមួយៗនៃសាលារៀនមានតែបន្ទប់ទឹកសួនកុមារសួនបំណិលជីវិតអគារសិក្សាទាំង3ខ្នងហើយនឹងមានលបងមានផ្លូវមានអីរូបសំណាកនីមួយៗដើមឈើតូចធំអីថតមកអស់ហើយបន្តមកទៀតខ្ញុំត្រូវយករូបទាំងអស់ហ្នឹងទៅក្នុង Gemini ដោយគ្រាន់តែចូលទៅក្នុង Google ហើយសេចពាក្យ Gemini ទៅហើយដើម្បីឃើញរូបភាពហ្នឹងស្អាតជាងមុនអញ្ចឹងខ្ញុំគ្រាន់តែរៀបរាប់ប្រាប់ទៅ Gemini ឲ្យលុប background ហើយនឹងធ្វើរូបភាពហ្នឹងឲ្យមើលទៅវាដូចជាតុក្កតាបើយើងដាក់រូបភាពស្រស់ទៅវាមាន background មានផ្ទៃមេឃអីទៅញញ៉ៃអញ្ចឹងយើងរៀបរាប់ប្រាប់ទៅ Gemini នឹងកាត់តឲ្យយើងហើយសរសេររួចរាល់ហើយគាត់តែដាក់រូបនឹងចូលរួចបញ្ជូនទៅមួយស្ទុះក្រោយមកនឹងបង្ហាញរូបថ្មីមកយើងហើយបើសិនបើយើងពេញចិត្តរូបមួយហ្នឹងយើងអាច save យកហើយបើសិនជាយើងអត់ពេញចិត្តទេយើងអាច restart ឲ្យ Gemini ហ្នឹងធ្វើជាថ្មីម្ដងទៀតទៅរូបណាដែលយើងពេញចិត្តយើង save យកទៅហើយកន្លែងនេះខ្ញុំគាត់តែបង្ហាញថារូបភាពពិតជាក់ស្ដែងបែបនេះហើយរូបភាពដែល Gemini ធ្វើឲ្យហ្នឹងក៏វាដូចវាសឹងតែដូចហើយប៉ុន្តែគាត់តែបែបបដូរផ្ទៃហើយនឹងរូបភាពហ្នឹងឲ្យមើលទៅស្រស់ស្អាតជាងមុនបន្ទាប់មកខ្ញុំក៏ផ្ញើរូបហ្នឹងទៅតាម Telegram ដើម្បី save ទៅក្នុងកុំព្យូទ័រហើយកន្លែងនេះខ្ញុំចង់បង្ហាញថារូបទាំងអស់ដែលខ្ញុំថតបានហ្នឹងបាន import ខ្លាយទៅជារូបតុក្កតាអស់ហើយមានទាំងដើមឈើអគារសិក្សាតុបទឹកបាក់សាំងទឹកធុងទឹកអីជាដើមឃ្លាំងសម្ភារៈអីហ្នឹងយកមកដាក់អស់ហើយមានសុំការប្រមាណដាក់ចូលទាំងអស់តែម្ដងឆ្លៀតធ្វើបានបន្តិចនៅផ្ទះហើយខ្ញុំក៏ print បញ្ចេញដើម្បីជួយពិភាក្សាគ្នាថាត្រូវថែមថយកន្លែងណាខុសទំហំប្រមាណម៉ែត្រអីមើលជាមួយគ្នាហើយខ្ញុំក៏ធ្វើម្ដងទៀតចង់បង្ហាញថារបៀបនៃការធ្វើរបស់ខ្ញុំហ្នឹងខ្ញុំប្រើក្នុងកម្មវិធី Word ទេខ្ញុំអត់ចេះនៅក្នុងកម្មវិធី Photoshop អីទេអញ្ចឹងខ្ញុំប្រើ Word ធម្មតាហើយដំបូងគេជ្រើសរើសទំហំខ្ញុំចង់ print មកចេញជាกระดาษធំអញ្ចឹងខ្ញុំជ្រើសរើសទំហំกระดาษ A3 ហើយដាក់ចំណងជើងនៃរូបភាពដែលយើងត្រូវធ្វើដល់មកខ្ញុំបង្កើតប្រអប់មួយទៀតដែលមាន frame ពណ៌បៃតងដែលតំណាងថាជារបងសាលារៀនព្រោះសាលារៀនខ្ញុំលាបពណ៌បៃតងដែរអញ្ចឹងខ្ញុំដាក់ពណ៌បៃតងទៅវាស៊ីគ្នាហើយបានខ្ញុំចូលកន្លែង insert ដើម្បី select យករូបភាពមកទាំងអស់វានឹងលោតចូលនៅក្នុង Word ហ្នឹងរាប់តាមលំដាប់ហើយមានរូបភាពប៉ុន្មានដែលយើងត្រូវការប្រើប្រាស់អញ្ចឹងយើងប្រួមវាទៅជាងមុនទៅបដូរលក្ខណៈរូបភាពដើម្បីឲ្យរូបភាពហ្នឹងយើងអាចចាប់ដាក់ទៅកន្លែងផ្សេងៗដែលយើងចង់បានមានទាំងអគារសាលារៀនមានទាំងតូបនំតូបចំណីអាហារតុរៀនសូម្បីតែផ្លាកពាក្យស្លោកអីហ្នឹងក៏ប្រមូលយកមកអស់ដែរព្រោះវាឲ្យទូចបាត់ឃើញបាត់អក្សរអស់ហើយប៉ុន្តែអាចយកមកសម្គាល់ថាកន្លែងហ្នឹងពិតជាមានផ្លាកហ្នឹងមែនហើយជាពិសេសអគារសិក្សាហ្នឹងខ្ញុំបានបរិយាព្រមវាទៅតាមទំហំជាក់ស្ដែងហើយបញ្ចូលទៅក្នុង Word ទៅហើយខ្ញុំក៏អត់សូវជំនាញអីហ្មងដែរចេះតែកាត់គុំទៅបើសិនជារូបណាវាធំពេកអញ្ចឹងក្របផ្ទៃជុំវិញចោលខ្លះឲ្យវារួមតូចជាងមុនទៅហើយកន្លែងនេះខ្ញុំចង់សាច់មែនតើខំដាក់ដើមឈើ4 5ដើមប៉ុន្តែដល់ពេលដាក់លបងសាលារៀនទៅបាត់ដើមឈើនឹងដែរហើយដាក់ធ្វើអីក្រោយពេលជួយពិនិត្យគ្នារួចរាល់ខ្ញុំក៏សាក print មកជាថ្មីម្ដងទៀតដើម្បីជួយកែលម្អគ្នាបន្ថែមទៀតដែរនេះខ្ញុំ print ណាខ្ញុំដាក់សម្គាល់នៅពីលើប៉ុន្តែក៏ពិតសម្គាល់គួរតែនៅពីក្រោមពេលធ្វើឲ្យ print ចេញមកម្នាក់វ៉ាវគ្រប់គ្នាហ្មងមើលទៅប្លែកភ្នែកហើយខ្លងហ្នឹងទៅគឺពិតជាដូចសាលារៀនជាក់ស្ដែងដែលយើងកំពុងបរៀនហ្នឹងមែនតើចំពោះកន្លែងខ្លះក៏ខ្ញុំគិតតាមមាត្រដ្ឋានជាក់ស្ដែងដែរជាពិសេសទំហំដីបដ ாய் ទៅតឹងហើយនឹងកន្លែងណាដែលត្រូវនៅសល់ដែលយើងត្រូវវាស់វែងហ្នឹងចុះទៅវាស់វែងផ្ទាល់បានដាក់ទៅក្នុងប្លង់បានត្រឹមត្រូវខ្ញុំគិតថាវាមិនងាយស្រួលក្នុងការធ្វើទេប៉ុន្តែលោកគ្រូអ្នកគ្រូនៅសាលាខ្ញុំគាត់មានទឹកចិត្តគាត់ជួយគ្នាទៅវិញទៅមកបានច្រើនអញ្ចឹងធ្វើឲ្យរូបភាពមួយនេះបង្កើតឡើងបានសម្រេចហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណទាំងអស់គ្នាសម្រាប់ការទស្សនាជួបខ្ញុំនៅវីដេអូក្រោយទៀត